សូមស្វាគមន៍សម្រាប់ការមកកាន់គេហទំព័រខ្មែរមិច 168.com អញ្ចឹងថ្ងៃនេះយើងនឹងលើកយករូបមន្ត2អញ្ចឹងមួយថ្ងៃយើងរៀនរូបមន្ត2មួយថ្ងៃរៀនរូបមន្ត2អញ្ចឹងយើងនឹងសង្ឃឹមថាយើងអាចចែករំលែកចំណេះដឹងរបស់ខ្ញុំបាទទៅអ្នកទាំងអស់គ្នាបានអញ្ចឹងថ្ងៃនេះយើងយករូបមន្ត2គឺទី1គឺអនុគម that if ហើយមួយទៀតគឺអនុគម day 360អញ្ចឹងអនុគមទាំងអស់នេះគឺយើងយកមកប្រើជាមួយនឹងការគណនា date ណាអញ្ចឹងការគណនា date គឺយើងមានអនុគមច្រើនមាន date if day 360 day n year month ដែលយើងបានរៀនពីមុនមកអញ្ចឹងនៅសល់ពីនេះយើងជាអនុគមនៅសំខាន់ដែរដែលយើងអាចប្រើអញ្ចឹងខាងនេះយើងមានឈ្មោះបុគ្គលិកយើងមានថ្ងៃដែល high date ថ្ងៃដែលយើងកត់ចូលធ្វើការហើយយើងចង់គណនាចំនួនឆ្នាំថាគាត់បានធ្វើការមកដល់ឥឡូវហ្នឹងគឺមានប្រហែលឆ្នាំហើយតែណាហើយគិតជាថ្ងៃអានេះយើងគណនាដោយប្រើអនុគមដែលរាល់ថ្ងៃសិនជាថ្ងៃតែប្រហែលថ្ងៃចំនួនថ្ងៃណាអញ្ចឹងអនុគម date this ទី1យើងទៅសេមក date this ណា date this តបមកយើងត្រូវបញ្ចូលទី1គឺ start date ហើយ end date របស់វាគឺ today តបមកយើងត្រូវ format វាជាឆ្នាំកន្លែងនេះណាកន្លែងនេះខ្ញុំសូមបញ្ជាក់ថាបើសិនជាយើងដាក់កន្លែងនេះដាក់ថា day ចេញមកជាចំនួនថ្ងៃតែបើសិនជាយើងដាក់មកជា month ចេញមកជាចំនួនខែវារោនប្រកបឲ្យយើងហ្មងអញ្ចឹងខ្ញុំដាក់ y វាចេញឆ្នាំណាអូខេមួយទៀតទាក់ទងនឹងការប្រើ day 360នេះយើងគិតថាassume ថារាល់ឆ្នាំមកយើងតាច់360ថ្ងៃណា day sorry day 360តាមមកវាឲ្យយើងបញ្ចូល start date របស់យើងដូចគ្នាហើយ end date របស់យើងគឺ today មានន័យថាម៉េចកាលណាយើងប្រើ today បានថាវាចាប់ថ្ងៃ computer date របស់យើង today computer date យើងថ្ងៃណាវាចាប់មកថ្ងៃហ្នឹងអញ្ចឹងថ្ងៃនេះថ្ងៃទី21អញ្ចឹងវាចាប់តម្លៃមកថ្ងៃ21ខែ2015អញ្ចឹងថ្ងៃនេះខ្ញុំបញ្ចូលវាដោយជំនួសវាដោយពាក្យថា today គឺថ្ងៃអញ្ចឹងបើសិនជាវា load ដល់ថ្ងៃណាគឺវា up to date វា calculate ចំនួនថ្ងៃដែលបុគ្គលិកធ្វើការនឹង up to date and date គឺ today ដែលខ្ញុំបាននិយាយមិញតមកទៀតយើងបាត់រូបកញ្ចក់វិញ enter នេះគឺជាចំនួនថ្ងៃដែលគាត់ធ្វើការណាអញ្ចឹងវាអាចដាក់យើងនេះបើសិនជានេះដាក់ថ្ងៃអាចយើងដោយសារនេះវា round នេះគឺគេគិតខាងក្នុងដាច់គឺដាច់360អញ្ចឹងបានគេថារូបមន្តគឺ assume ខុសគ្នាអាចខុសគ្នាតិចតួចដោយសារចំនួនថ្ងៃនេះវាដាច់365មួយ360អញ្ចឹងអានេះវា logic របស់វាគឺវា round នេះគឺ360ដល់មកគិត360 automaticអូខេអរគុណសម្រាប់ការមកកាន់គេហទំព័រខ្មែរមិច 168.com